បោថ្លៃមកហើយហេតុអីបានចូលមកទីនេះពួកយើងតែមកពីផ្សារទិញកាបូបមកនេះចង់សុំលុយបងខ្លះតែបានទេក្រេបងបានផ្ទេរលុយអូនកាលពី2ថ្ងៃមុនហើយអូនបានទិញផ្កាដាក់បន្ថែមអស់ហើយ បានបងនឹងបាយឲ្យ20000មិនគ្រប់ទេឲ្យអូន50000មកបានបងនឹងបាយឲ្យលើនេះបាញ់ទៅអរគុណហើយបាញ់ចឹងអូនទៅសិនហើយជីយឺតណាបងមើលបោថ្លៃចោះគាត់ចំណាយលុយច្រើនណាស់បងមកប្រាប់គាត់អំពីការខាត់បោកក្រុមហ៊ុនទេបើខ្ញុំប្រាប់នាងតែបញ្ហានេះអាចត្រូវបានដោះស្រាយទេប៉ុន្តែមើលចោះធ្វើបែបនេះក៏គឺចំណាយច្រើនណាស់មិនអីទេត្រូវការកំចេញធនាគារនោះតែគេឆ្លើយតបយ៉ាងម៉េចហើយមិនតបបានទេក្នុងក្រុមហ៊ុនរបស់យើងក្នុងកាត់នេះឥឡូវនេះនៅសល់លុយ20000មិនអីទេអាចធ្វើការសិនទៅបាទអូនបត់ទៅក្រុមហ៊ុនសិនឯងបងចាំតិចសិនតែមានអីមិនទេអូនមានរឿងដែលត្រូវចង់ប្រាប់បងអូនមានរឿងអ្វីទៅនិយាយមកឲ្យអូន20000មក20000ទៀតហើយតើអូនយកលុយច្រើនយ៉ាងនេះធ្វើអីទៅបងគ្រាន់និយាយមកថាឲ្យឬក៏មិនឲ្យនោះជាលុយ20000ញ៉ាំហើយណាបងត្រូវដឹងថាអូនយកធ្វើអីតើបងកំពុងធ្វើអ្វីបងប្រុសខ្ញុំត្រូវរៀបការហើយសងលីយូខ្ញុំនៅជាមួយបងយូរហើយគ្រាន់តែជាលុយ20000ក្នុងកាលនេះមានលុយ20000បងធ្វើការអរគុណហើយសូមបើកឡានយឺនពួកឯងក៏បាននៅពីសាទភាពឥឡូវនេះខ្ញុំក៏ខំតស៊ូខ្លាំងណាស់ដែរពួកឯងឲ្យខ្ញុំចេញមកលីសិនបាត់ទេចាំខ្ញុំសនត្រឡប់ទៅវិញមិនយូរទេធូរស្បោខ្ញុំសងវិញហើយទំរាប់នឹងបោធូរស្បោតើពេលណាទៅខ្ញុំមិនដឹងថាតើពេលណាបងមានប្រាក់សងខ្ញុំវិញទេយ៉ៅហាងឯងគិតថាខ្ញុំអាចធូរស្បោហើយមិនមានប្រាក់សងឯងវិញទេគ្មានអ្នកណានិយាយថាបងមិនអាចធូរស្បោទេតែនេះជាលុយ1លានតើអ្នកដទៃហ៊ានផ្ដល់របស់ទេពួកយើងធ្វើចំនួនអស់រយៈពេលជាច្រើនឆ្នាំមកហើយតើខ្ញុំដែរនិយាយកុហកពួកឯងទេពួកយើងតែញ៉ាំមហាផឹកស៊ីជាមួយគ្នាជានិច្ចខ្ញុំតែផ្ដល់ពួកឯង10-20ម៉ឺនពេលនេះឯងបែរជាបញ្ជាកាប់គេយ៉ាប់នេះយូសម្រាប់ការផឹកស៊ីប្រាក់សបាយរីករាយទាំងនោះគឺមិនដល់ថ្នាក់នេះទេបងបំភ្លេចវាចោលទៅពួកយើងក៏មិនបានមកខលបោកជេរប្រាក់ដែរជូនតែចង់មានតែមិញបើយូបងត្រូវយកចិត្តទុកដាក់ពេលនេះខ្ញុំគ្មានលើបោកខ្ចីទេខ្ញុំទៅសិនហើយថ្ងៃក្រោយឯងក៏មកពើខ្ញុំទៀតបើយូរឿងនេះបងដោះស្រាយខ្លួនឯងចុះខ្ញុំពិតជាជួយមកបានពិតមែនរឿងលុយច្រើនយ៉ាងនេះខ្ញុំជួយយ៉ាងម៉េចទៅខ្ញុំគ្មានលុយជួយបងទេលុយច្រើនយ៉ាងនេះអ្នកណាអាចជួយបានទៅតើមានបញ្ហាអីទេមិនអីទេពួកយើងមិននេះទើបតែប្រជុំចោលហើយតែក៏អូនមកទីនេះលោកប្តីឲ្យអូន100000ទៀតមក100000ទៀតហើយតើអូនយកលុយធ្វើបើអូនមកប្រាប់បងថ្ងៃនេះបងមិនអាចផ្ដល់ប្រាក់អូនទៀតទេបងអស់លុយហើយមែនទេពេលនេះអូនបានលក់ផ្ទះហើយលុយជាងឡានមិនក៏អូនធ្វើបែបនេះសងលីយូបងមិនបានប្រាប់អូនទេថាមានរឿងអ្វីនៅក្នុងក្រុមហ៊ុនតើបងចង់និយាយប្រាប់អូនទេអូនវាពិតជាមានរឿងច្រើនក្នុងកាត់នេះមាន60ម៉ឺនលុយនេះអូនបានសន្សំវាបងយកដោះស្រាយចាស់នេះសរុប2លានវាជាលុយដែលយើងបានលក់ផ្ទះបងយកវាទៅដោះស្រាយចាស់អូនសំឡាញ់ផ្ទះបានលក់ហើយតើអូនទៅរស់នៅណាទៅជួបបន្ទប់ខ្ញុំរស់នៅជាមួយបងនៅក្នុងបន្ទប់ក្រឹមដីដ៏តូចមួយលោកប្តីមិត្តភ័ក្តិរបស់បងដែលបងទុកចិត្តអស់រយៈពេលជាច្រើនឆ្នាំពួកគេចូលចិត្តបងគ្រាន់តែចង់បានផលប្រយោជន៍ចង់បានប្រាប់ពីបងតែប៉ុណ្ណោះបើអូនមិនប្រឹងប្រយ័ត្ន
តាបងអញមានលុយនៅក្នុងគ្រាអាសន្ននេះទេ ឈឹងឡើង លោកប្តីបងត្រូវតែឈ្នះអូននឹងអមដំណើរបងលោកប្រធានមានគេមករើហើយគេនិយាយថាជាមិត្តរបស់លោក តើជានរណាទៅបងប្អូនល្អរបស់ឯងមានអ្នកណាទៅនោះអត់គេចាំ2នាទីសិនទៅ ចាលោកប្រធាន មកតែឥឡូវនេះមានបងប្អូនច្រើនណាស់បងយូនេះជាប៉ុនទីខ្ញុំយកមកពីស្រុកកំណើតមិនទេទេអត់ក៏ចុះសិនទៅហុងដាពួកយើងខានជួបគ្នាយូរហើយអេត្រូវហើយការស្ថានរបស់ឯងនេះស្រុកកំណើតដំណើរការល្អទេនឹងឥឡូវនេះដំណើរការមិនសូវល្អទេតែពិតទៅខ្ញុំមកទីនេះគឺចោកជ័យប្រាប់ពីឯងលីយូលោកចាំបានផ្ញើរបស់នេះឲ្យមកឯងទុកនឹងចុះខ្ញុំពេលនេះខ្ញុំលើទូរស័ព្ទតិចសិនអឡូលោកចាំងគម្រោងនោះខ្ញុំប្រកាសថាអាចធ្វើបានកុំបារម្ភអីមិនទេទីទុកចិត្តលើខ្ញុំចុះលីយូបើសិនជាឯងរវល់ហើយខ្ញុំលាអាចសិនហើយត្រូវយើងនំលើតងតែញ៉ាំផងមានកាឡូពួកយើងជួបគ្នាម្ដងទៀតអឡូបងតាក់ចៃប្រាក៏បានទេ មិនបាត់ទេ ក្រែបងនិយាយថាពួកគេជាបងប្អូនល្អនឹងបងពេលបងជួបការលំបាកពឹងពាក់បន្តិចបន្តួចមិនបានទេ បានហើយ មើលយករបស់នេះមកធ្វើអីទេនេះអូននៅស្អីបន្ទោឲ្យគេទៀតទេបងនិយាយហើយបងប្អូនពួកយើងគេមិនចោលបងទេមើលទៅគេចុះពិតជាស្មោះស្ម័គ្រនឹងឯងណាពិតជាបងប្អូនល្អពួកយើងស្គាល់គ្នាតាំងពីក្មេងភាពស្មោះត្រង់របស់គេខ្ញុំបានដឹងច្បាស់ណាស់មិត្តល្អមើលខ្លាំងខ្លាយ លឹពៅសំដាប់យន់មកទិញនំញ៉ាំ ជាន់មិននឹងគ្រប់ទៅនេះឲ្យឯង100កុំមកជ្រើពេកនាំធ្លោក្មេងទេយក30យន់ទៅគ្រប់ទីនឹង ក្របហើយអរគុណ កុំរលឹមពេកត្រឡប់មកវិញហើយអេអានណាននំរបស់ឯងទៅ មិត្តរួមថ្នាក់ដណ្ដើមអស់ហើយ ថាម៉េចមកពូនាំឯងទៅយកមកវិញមិនបាច់ទេទៅទីម្ដងទៀតនោះមិនក៏ធ្វើបែបនេះនេះត្រូវគេធ្វើបាបហើយចាំមើលសិនទៅហើយមកគុណកាដីនឹង បងយូមើលមកនាងចុះប្រាក់មិញនេះក៏ត្រូវមិត្តរួមថ្នាក់ដណ្ដើមជាអត់ដែរ មើលទៅឯងចុះឆាប់នាំពូទៅប្រដៅពូខ្វៃៗទៅបន្តិចឆាប់អង្គុយចុះទៅនេះចង់ញ៉ាំទៀតទេនឹង ចង់ ចង់ញ៉ាំនេះយកទៅម្ដងទៀតទេតើនេះចង់ធ្វើអីនឹង វាអាស្រ័យលើនាងហើយអាចកាប់ពីខ្លួនឯងមែនទេនាងប្រកាសជាអាចធ្វើបានឯងមកវិញហើយ ខ្ញុំបាននិយាយរបស់ញ៉ាំនឹងលុយនឹងមកវិញហើយឯងពូកែមែន ចាប់ពីថ្ងៃនេះទៅមិនត្រូវឲ្យគេធ្វើបាបទេត្រូវតែចេះការពីខ្លួនឯងតែឯងយល់ទេ យល់ហើយ ឆាប់ទៅលេងទៅអេថ្មនេះទៅយកខ្ញុំវិញឲ្យគិតតែសំទីនឹងពេលនេះក្រែងយកមិនយកឯងវិញទេត្រូវហើយបុកប៉ះហើយយកធ្វើខ្លួនឯងតិចទៅណាមិនទេខ្ញុំជួយខ្លួនឯងក៏បានថ្ងៃក្រោយចង់ជិះមកយកមកលបងមិត្តភក្តិបែបណាហ្នឹងបុកប៉ះហើយបាយចៅលបងធ្វើខ្លួនឯងទៀតតែស្គាល់គេច្បាស់អត់ហ្នឹង
បើមិនទាន់ស្គាល់ទេកុំឲ្យវាតម្លៃខ្ញុំគ្រាន់តែមិនចង់ឲ្យលោកបងខាប់ប្រយោជន៍ទេ បងយើងញ៉ាំរួចហើយ ស្រីសានគិតលុយទុកខ្ញុំទៅអស់ប្រហែលដែរ សរុបអស់800ហុកគិតឲ្យបងតែ800ទេ បានអូនចាំបងប្រាប់ទេលីយូឯងមកពីពេលណាហ្នឹងមិនគុំមកខកប្រាប់ខ្ញុំមុនប្រពន្ធរបស់ខ្ញុំនិយាយថាមហូបរបស់ឯងឆ្ងាញ់ទើបថ្ងៃនេះខ្ញុំមកសាក់លបងអរគុណហើយលោកបងយូមហូបនេះមិនបាច់គិតប្រាក់ទេត្រូវហើយថ្ងៃនេះខ្ញុំមានការលវលបាយលវលទៅមកបើយកលុយពីគេថ្ងៃស្អែកមិនបាច់មកធ្វើការទេណា ចា ទៅមុនហើយណាទៅចុះអេស្អីស្អាតខ្ចប់ស្រានេះខ្ញុំពីដុំ ចាបាន បងមិត្តភក្តិប្រភេទណាហ្នឹងមិនគិតប្រាក់ថ្លៃម្ហូបហើយបាយយកស្រាថែមទៀតពុតមែនហើយពួកឯងទៅពីកុំបារម្ភអីខ្ញុំប្រាប់រឿងមួយទៅពួកឯងចុះថ្ងៃនេះពួកយើងញ៉ាំអស់ច្រើនណាស់ទឹករបស់ខ្ញុំសូមគិតប្រាក់ចុះ ប៉ុន្តែតកែរបស់ខ្ញុំនិយាយហើយមិនឲ្យគេប្រាទេ អីយ៉ាមិនអីទេកុំបារម្ភអីណាណែតើមានអីខកជាមួយលុយទេអេលបងនេះគឺជាមូលហេតុដែលពួកយើងមានតំណែងល្អបែបនេះលបងពួកគេបាននិយាយហើយថាមិនគិតប្រាប់ពីពួកយើងទេឯងត្រូវចាំថាទុននេះមិនមែនជាលុយច្រើននេះគឺជាទឹកចិត្តរបស់គេពួកយើងយកចិត្តគ្នាទៅរាប់អានជាបងប្អូនបាន